អ្នកធ្លាប់ឆ្ងល់ទេថារវាងបុរសនិងស្ត្រីតែអ្នកណាជាអ្នកគ្រប់គ្រងលុយកាក់ពូកែជាងមនុស្សភាគច្រើនតែនិយាយថាស្រីពូកែសន្សំប្រុសពូកែរកឬស្រីចូលចិត្ត shopping ប៉ុន្តែតាមពិតទៅវិទ្យាសាស្ត្រហិរញ្ញវត្ថុប្រាប់យើងលើសពីនេះទៅទៀតតោះមកមើលទាំងអស់គ្នាទី1 style នៃការចាយលុយដឹងអត់បុរសនិងស្ត្រីមាន DNA នៃការទិញអីវ៉ាន់ខុសគ្នាតាំងពីសម័យបុរាណមកម្ល៉េះបុរសមកបែបញាក់ប្រមាញ់ដឹងថាចង់បាំងអីដោវចូលទៅទិញរត់ដើរចេញភាគច្រើនចាយទៅលើរបស់ធំៗដូចជាគ្រឿងអេឡិចត្រូនិកបច្ចេកវិទ្យាឬការដើរលេងខាងក្រៅចាយម្ដងគឺដុំធំតែម្ដងស្ត្រីមកបែបអ្នកជ្រើសរើសចូលចិត្តប្រៀបធៀបតម្លៃមើលគុណភាពនិងរកការបញ្ចុះតម្លៃស្ត្រី shopping ញឹកញាប់មែនប៉ុន្តែភាគច្រើនគឺដើម្បីតម្រូវការគ្រួសារនិងរបស់របរប្រើប្រាស់ប្រចាំថ្ងៃទី2ការវិនិយោគនិងហានិភ័យចូលរឿងវិនិយោគវិញទិន្នន័យពី Fidelity Investments បង្ហាញថាបុរសហ៊ានប្រថុយជឿជាក់លើខ្លួនឯងខ្ពស់ចូលចិត្តលេងភាគហ៊ុនឬ crypto បែបឆេវឆាវទិញលក់ញឹកញាប់ដែលពេលខ្លះក៏ងាយនឹងខាតបង់ដែរស្ត្រីមានភាពហ្មត់ចត់និងអត់ធ្មត់ជាងពួកគាត់ស្រាវជ្រាវច្បាស់លាស់មុននឹងដាក់ទុនលទ្ធផលគឺផលចំណេញពីការវិនិយោគរបស់ស្ត្រីខ្ពស់ជាងបុរស 0.4% ជារៀងរាល់ឆ្នាំឯណោះនេះហើយកម្លាំងនៃភាពអត់ធ្មត់ទី3គោលដៅនៃលុយកាក់ចំណុចនេះខុសគ្នាខ្លាំងសម្រាប់បុរសលុយគឺជាជោគជ័យនិងអំណាចពួកគាត់ចង់បានលុយដើម្បីបង្ហាញពីស្ថានភាពក្នុងសង្គមចំណែកស្ត្រីលុយគឺជាសុវត្ថិភាពនិងស្ថិរភាពពួកគាត់ចង់បានលុយដើម្បីធានាថាកូនមានសាលាល្អរៀនហើយគ្រួសារមានផ្ទះកក់ក្ដៅនិងមានប្រាក់បម្រុងពេលអាសន្នទី4ការគ្រប់គ្រងបំណុលបើនិយាយពីរឿងបំណុលវិញបុរសមាននិន្នាការជំពាក់ច្រើនជាងស្ត្រីបន្តិចជាពិសេសបំណុលឡាននិងអាជីវកម្មរីឯស្ត្រីវិញត្រូវបានគេរកឃើញថាគ្រប់គ្រងការឯកធម៌បានល្អជាងនិងកម្រនឹងបង់ប្រាក់យឺតយ៉ាវណាស់ចុះសរុបមកអ្នកណាខ្លាំងជាងចម្លើយគឺគ្មានអ្នកណាខ្លាំងជាងអ្នកណាទេប៉ុន្តែអ្នកទាំងពីរមានចំណុចខ្លាំងរៀងៗខ្លួនបុរសខ្លាំងខាងរកឱកាសនិងហ៊ានសម្រេចចិត្តធំស្ត្រីខ្លាំងខាងចាត់ចែងលំអិតលំអនិងការពារហានិភ័យមេរៀនសម្រាប់ប្តីប្រពន្ធគ្រួសារដែលអ្នកមានបំផុតគឺជាគ្រួសារដែលបុរសរៀនពីភាពហ្មត់ចត់របស់ភរិយាហើយភរិយារៀនពីភាពក្លាហានក្នុងការវិនិយោគរបស់ស្វាមីចុះអ្នកវិញក្នុងផ្ទះរបស់អ្នកតើអ្នកណាជាអ្នកចាត់ចែងលុយកាក់ខ្លាំងជាងខមមិនប្រាប់ខ្ញុំផង